ស្គាល់ផ្លែសាវម៉ាវព្រៃនេះនេះយើងដេចយកទៅញ៉ាំលក់ហើយផ្លែត្រួយសាវម៉ាវហ្នឹងក៏វាមានផ្លែរបស់វាដែរនេះអានេះផ្លែខ្ចីនេះអានេះខ្ចីនេះខ្ចីហើយនៅក្នុងក្របវាហ្នឹងក៏វានៅក្នុងផ្លែវាមួយវាមានក្របវាដូចតែផ្លែក្រូចវល្លិនៅមណ្ឌលគិរីអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំឲ្យស្គាល់ផ្លែសាវម៉ាវទុំនេះផ្លែសាវម៉ាវទុំហ្នឹងពណ៌រាងលឿងអញ្ចឹងវាទុំពណ៌មាសហើយអាក្របហ្នឹងដល់ពេលទុំទៅវាផ្អែមហើយវាជាប្រភេទពូជបេរីដែរប៉ុន្តែនៅស្រុកខ្មែរយើងវាជាប្រភេទនៃសាវម៉ាវព្រៃអញ្ចឹងត្រួយវាគេញ៉ាំសោះជាលក់ឬក៏ស្លហើយនេះក្របផ្លែវាក៏គេញ៉ាំដែរផ្អែមឆ្ងាញ់ណាcòn lương này đi sờ bồ mình đây nè màu vừa pin tung nữa nè này ha nhanh